ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំជឿជាក់ថាមានពុកម៉ែបងប្អូនមួយចំនួនធំជាពិសេសពុកម៉ែបងប្អូនដែលមានសេចក្តីស្រឡាញ់និងខ្វាយខ្វល់ចំពោះធនធានធម្មជាតិតែម្ដងកំពុងតែទន្ទឹងរង់ចាំស្ដាប់នៅហេតុការណ៍ដែលឈានឆ្ពោះទៅដល់ការចុះបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ភ្នំក្រវាញជាពិសេសគឺនៅខាងខេត្តពោធិ៍សាត់ផ្ទាល់តែម្ដងដែលមានឧក្រិដ្ឋជនព្រៃឈើដុះស្នឹមធំមួយមានឈ្មោះថាកោះសំភីហៅតាហយជននេះបានបុកគ្រឹះដ៏រឹងមាំមួយនៅភ្នំក្រវាញគឺនៅភូមិបំណក់ឃុំឈើទុំស្រុកក្រគរខេត្តពោធិ៍សាត់ជននេះក៏ធ្លាប់ធ្វើការបំផ្លិចបំផ្លាញធនធានធម្មជាតិនៅខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីផងដែរគិតមកដល់បច្ចុប្បន្នជននេះបានបុកគ្រឹះរឹងមាំខ្លាំងមែនទែននៅខាងខេត្តពោធិ៍សាត់គឺអស់រយៈពេល25ឆ្នាំមកហើយទាំងប្រជាជនទាំងមន្ត្រីគ្រប់ជាន់ថ្នាក់នៅតំបន់ស្រុកក្រគរខេត្តពោធិ៍សាត់នោះគឺមានការខ្លាចរអាចំពោះតាហយនេះខ្លាំងមែនទែនយើងអាចនិយាយបានថាតាហយគឺជាស្ដេចត្រាញ់ដែលមានឥទ្ធិពលប្រចាំតំបន់នោះតែម្ដងរយៈពេល25ឆ្នាំមិនតិចទេបងប្អូនខ្ញុំជឿជាក់ថាតាហយតាឯងគឺมันអាចបង្កព្យុះបង្កភ្លៀងបានបែបនេះទេបាទបើមិនមានការខុបខិតជាប្រព័ន្ធតែម្ដងពីមន្ត្រីដែលមានការពាក់ព័ន្ធទាំងអស់ហើយសូមអស់លោកមន្ត្រីដែលមានការពាក់ព័ន្ធទាំងអស់កុំឆ្លើយថាមិនដឹងបើអស់លោកមិនដឹងគឺស្មើនឹងគីឡូរបស់លោកហ្នឹងគឺមិនដល់តាហយទេហើយបើថាគីឡូមិនដល់គឺទុកឲ្យអ្នកគីឡូដល់គាត់ជំនួសកិច្ចការងាររបស់អស់លោកទៅវិញទៅបាទហ្នឹងហើយដូចបងប្អូនឃើញស្រាប់អញ្ចឹងនេះគឺជាកន្លែងរៃអាឈើណាបងប្អូនបាទហ្នឹងហើយខ្ញុំទទួលបានរូបភាពនេះពីអ្នកដែលគាត់ធ្លាប់ធ្វើការជាមួយតាហយហើយគេបានថតជាវីដេអូទុកជាឯកសារហើយទើបតែផ្ញើមកទេហ្នឹងហើយនេះគឺជាប្រវត្តិនៃការបំផ្លាញធនធានធម្មជាតិរបស់តាហយបងប្អូននៅពេលដែលបងប្អូនសួរមកខ្ញុំថាជោគវាសនារបស់តាហយនៅពេលនេះទៅជាយ៉ាងណាខ្ញុំសូមឆ្លើយថាខ្ញុំក៏អត់ដឹងដែរបាទឲ្យដឹងយ៉ាងម៉េចបងប្អូនហើយឲ្យមន្ត្រីទាំងអស់ហ្នឹងគាត់នឹងមានវិធានការជាមួយតាហយយ៉ាងម៉េចកើតបងប្អូនបើសិនជាហ៊ានតែចាប់ខ្លួនរបស់តាហយនេះមួយហ្នឹងគឺសួរថាតាហយគាត់សុកចិត្តឲ្យមន្ត្រីទាំងអស់ហ្នឹងដែលធ្លាប់មានការខុបខិតជាមួយគាត់ហ្នឹងរួចខ្លួនអត់ទេបាទហ្នឹងហើយដូចនៅខាងនេះគឺជាវៀតណាមកំពុងតែមកមើលឈើដើម្បីធ្វើការដាក់បញ្ចូលនៅក្នុងកុងតឺន័រហើយធ្វើការដឹកជញ្ជូនចេញតាមច្រកកំពង់សោមហើយខ្ញុំពិតជាអត់ដឹងទេថាតើមន្ត្រីពាក់ព័ន្ធទាំងអស់ហ្នឹងគឺគាត់អត់ដឹងថាមានឈើចរាចរណ៍ទៅស្រុកក្រៅតាមផ្លូវហ្នឹងឬក៏យ៉ាងណាឬក៏មិនមានអ្នកដែលគាត់នៅយាមការអីនៅតាមផ្លូវទេខាងស្ថាប័នពាក់ព័ន្ធដូចជាប៉ូលីសខាងប៉ូលីសសេដ្ឋកិច្ចកងរាជអាវុធហត្ថសេដ្ឋកិច្ចឬក៏អ្នកសារព័ត៌មានឬក៏អីផ្សេងៗហ្នឹងតើមិនដឹងអំពីសកម្មភាពទាំងអស់ហ្នឹងទេឬក៏យ៉ាងណាដែរហើយបើតាមខ្ញុំស៊ើបដឹងគឺមានបុគ្គលម្នាក់ទៀតគឺឈ្មោះលៀបបាទឈ្មោះពិតគឺហៅឈឹងសំណាងដែលមានការខុបខិតគ្នាផ្ដល់ជាប្រាក់ឲ្យតាហយដើម្បីប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មព្រៃឈើដ៏ធំធេងបែបនេះហើយក៏ជាអ្នកដែលធ្វើការរត់ការដើម្បីជញ្ជូនឈើទាំងអស់ហ្នឹងចេញទៅក្រៅប្រទេសផងដែរខ្ញុំជិបដាំបងប្អូន